ប្រជាជនតែងតែប្រឈមមុខជាមួយនឹងភាពក្រីក្រប្រឈមមុខជាមួយនឹងជំងឺនិងភាពមិនច្បាស់លាស់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាយូរវាអាចទៅរួចដោយភាពតានតឹងនិងការលំបាកទាំងអស់ហ្នឹងរុញមនុស្សឲ្យកើតទៅជាជំងឺតប់ប្រមល់រសាប់រសល់ដេកមិនស្រួលឈរមិនស្រួលទ្រង់ទ្រាយធំតែម្ដងហើយបន្តិចម្ដងអាការៈមួយនេះក៏បានវិវត្តធ្វើឲ្យមនុស្សកើតនៅជំងឺតប់ប្រមល់ខ្លាំងក្លារហូតដល់មិនអាចបញ្ជានៅខ្លួនប្រាណរបស់ពួកគេបាននៅពេលដែលមានមនុស្សពីរនាក់បានកើតមនុស្សដែលស្ថិតនៅជិតខ្លួននៅក្នុងបរិយាកាសតែមួយនោះក៏កើតមានជាការភ័យខ្លាចហើយក៏កើតនៅជំងឺប្រហាក់ប្រហែលគ្នានេះហើយជំងឺនេះក៏បន្តឡើងរហូតដល់ទៅរាប់រយនាក់ដូច្នោះតែម្ដងហើយចំណែកការលើកឡើងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងជំនឿអរូបីទីក្រុង Strasbourg នៅក្នុងសតវត្សទី16គឺនៅមានជំនឿសាសនាយ៉ាងខ្លាំងក្លាដូច្នោះហើយក៏មានការលើកឡើងថាជំងឺទាំងអស់នេះអាចជាការសន្ធឹករបស់បិសាចហើយតែខ្លះក៏យល់ថាវាអាចជាកំហឹងនៃព្រះជាម្ចាស់ឬក៏ជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ការលើកឡើងទាំង3នេះដែលមានដូចជាសត្វល្អិត fungus ergot ជំងឺ hysteria ទ្រង់ទ្រាយធំហើយនិងជំនឿអរូបីនេះគឺជាអ្វីដែលគេតែងតែលើកមកនិយាយច្រើនក៏ប៉ុន្តែក៏មានអ្នកស្រាវជ្រាវខ្លះផ្សេងទៀតបានលើកឡើងផងដែរថាប្រហែលជាពាក់ព័ន្ធជាមួយនឹងជំងឺសរសៃប្រសាទដូចជាជំងឺឆ្កួតជ្រូកការរលាកស្រោមខួរក្បាលជាដើមតែទោះបីជាយ៉ាងណាក៏ដោយក៏ការលើកឡើងនេះមិនអាចបញ្យល់ឲ្យបានពេញលេញអំពីទំហំនិងរយៈពេលនៃជំងឺរ៉ាំរ៉ៃនេះបានពិតប្រាកដនោះដែរហើយអ្វីក៏នៅសុកមនុស្សរាប់រយនាក់កើតជំងឺសរសៃប្រសាទដូចស្របគ្នាហេតុអីក៏នៅសុកមនុស្សស្រាប់តែរលាកស្រោមខួរក្បាលស្របគ្នាហើយនៅកន្លែងតែមួយទៀតនោះបើទោះបីជាមានការស្រាវជ្រាវច្រើនក៏ដោយ The Dancing Plague ឆ្នាំ1518គឺនៅតែជារឿងអាថ៌កំបាំង